តស្ដាប់ថ្នាក់ទី3រឿងភូមិឃុំមានសុវត្ថិភាពថ្ងៃនេះនៅមុខសាលាឃុំមានមនុស្សជាច្រើនកុះកកំពុងឈរអើតប្រជ្រៀតគ្នាមើលសេចក្តីប្រកាសមួយស៊ីថានឹងប្រុញបានចេញពីសាលាហើយដើរកាត់ទីនោះពួកគេឆ្ងល់ក៏នាំគ្នាចូលទៅទីនោះដែរស៊ីថាសួរទៅមីងម្នាក់សូមទោសមីងតើគេកំពុងធ្វើអ្វីមីងឆ្លើយអូក្មួយគេកំពុងមើលសេចក្តីប្រកាសព័ត៌មានថ្មីដែលលោកមេឃុំទើបតែបិទផ្សាយឲ្យប្រជាជនឃុំយើងដឹងប្រុញសួរបន្តតើព័ត៌មានអំពីអ្វីទៅមីងឆ្លើយគឺជាព័ត៌មានស្ដីពីភូមិឃុំមានសុវត្ថិភាពស៊ីថាឆ្ងល់សួរទៀតតើភូមិឃុំមានសុវត្ថិភាពនោះមានន័យដូចម្ដេចទៅមីងពន្យល់អូល្អណាស់ក្មួយចេះឆ្ងល់នេះល្អហើយភូមិឃុំមានសុវត្ថិភាពមានន័យថាភូមិឃុំដែលគ្មាន9ប្រការដែលតម្រូវឲ្យមេភូមិប្រជាការពារនិងសហគមន៍យើងត្រូវរួបរวมសាមគ្គីគ្នាដើម្បីថែរក្សាភូមិឃុំឲ្យបានសុខសាន្ត9ប្រការនេះគឺ1គ្មានអំពើលួចឆក់ប្លន់2គ្មានការផលិតចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់3មានអំពើអនាចារការជួញដូរស្ត្រីកុមារនិងអំពើហិង្សាក្នុងគ្រួសារ4គ្មានក្មេងទំនើង5គ្មានការលេងល្បែងស៊ីសងគ្មានការប្រើប្រាស់អាវុធខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ6គ្មានគ្រោះថ្នាក់ចរាចរណ៍7គ្មានគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ8មានវិធានការទប់ស្កាត់គ្រប់គ្រងនិងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព9គ្មានការត្រួតពិនិត្យខុសច្បាប់ក្មេងទាំងពីរភ្ញាក់ព្រឺតញាក់មុខដាក់គ្នារួចឆ្លើយអូពួកខ្ញុំយល់ច្បាស់ហើយមីងអរគុណមីងច្រើនអីចឹងខ្ញុំសូមជម្រាបលាមីងហើយតោះយើងទៅផ្ទះវិញសំណួរ1តើគេបិទប្រកាសនៅឯណា2តើប្រុញនិងស៊ីថានាំគ្នាមើលអ្វីនៅមុខសាលាឃុំ3តើភូមិឃុំមានសុវត្ថិភាពដែលមាន9ប្រការគឺអ្វីខ្លះចូលរៀបរាប់4បើភូមិឃុំមានសុវត្ថិភាពតើការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងណាដែរ